បើសិនជាបងប្អូនកំពុងតែគិតថាការងារបងប្អូនកំពុងតែលំបាកខ្ញុំសូមឲ្យបងប្អូនមើលវីដេអូនេះឲ្យដល់ចប់សិនហើយការងារនេះដែរគឺជាការងារជាចកស៊ូដែលកម្មករគ្រប់គ្នាត្រូវក្រោកតាំងពីម៉ោង1ឬក៏ម៉ោង2យប់ហើយចំពោះដែលអ្នកដែលមានកូនតូចត្រូវយកទៅចងរឹងដេកនៅក្នុងចម្ការជាមួយដូចជាវីដេអូដែលបងបានឃើញនៅក្បាលវីដេអូអញ្ចឹងដែរហើយចំពោះផលវិបាកមិនមែនមានតែការក្រោកម៉ោង1ម៉ោង2យប់នោះទេបងប្អូនគឺយើងត្រូវប្រឈមជាមួយនឹងសត្វមានពឹសជាច្រើនដូចជាវីដេអូនេះអញ្ចឹងគឺជាសត្វក្អែបឬក៏អ្នកស្រុកផ្សេងទៀតគេហៅថារាំងសោតបងប្អូនហើយបងប្អូនសួរថាសត្វនេះចេះខំអត់ទេចេះបងប្អូនគឺវាមានពឹសសាហាវណាស់បើសិនជាវាខំចំអ្នកណាដែលចាញ់គឺត្រូវតែចាក់ថ្នាំឬក៏រស់គ្រោះខ្មែរចំពោះពេលវេលាដែលយើងជាវិញគឺមានរយៈពេលប្រហែលជា3ទៅជា4ម៉ោងពេលខ្លះអាចទៅដល់ម៉ោង5ម៉ោង6ព្រឹកបានរួចហើយចំពោះបងប្អូនយើងខ្លះគាត់ជារួចគាត់ចង់រឿងដេកប៉ុន្តែបងប្អូនខ្លះទៀតគឺគាត់ធ្វើដំណើរត្រឡប់មកផ្ទះតើបងប្អូនយល់យ៉ាងណាដែរចំពោះការងារមួយនេះសូមបងប្អូនខមមិននៅខាងក្រោមវីដេអូបើសិនជាបងប្អូនគិតថាពិបាកសូមបងប្អូនចុច like ហើយនិង share ដើម្បីលើកទឹកចិត្តដល់ពួកគាត់ម្នាក់មួយផងសូមអរគុណ